ជំរាបសួរបងប្អូនអរគ្នាយើងវិលមកជួបគ្នាសារជាថ្មីនៅក្នុងវីដេអូចម្ពោះទី10ដែលយើងផ្ដោតទៅលើការសិក្សាក្នុងការ trading ជាមួយនឹង forex វីដេអូមុនយើងបានបញ្ចប់នៅចំណុចទី1ដែលយើងសិក្សាទៅលើការវិភាគ candlestick pattern មកចូលដល់ក្នុងចម្ពោះនេះយើងមកធ្វើការស្គាល់នៅចំណុចទី2ដែលជាចំណុចសំខាន់ផងដែរក្នុងការប្រើវាជាលក្ខណៈវិភាគបច្ចេកទេសក្នុងការ trading ដែលមានឈ្មោះថា trend ហើយនិង range និន្នាការនឹងជួរតម្លៃ trend នេះគឺជាទំនោរឡើងចុះហើយ range ហ្នឹងគឺជាជួរតម្លៃមុននឹងយើងធ្វើការសម្រេចចិត្តចូលមកធ្វើការជួញដូរក្នុង forex ហើយអ្នកត្រូវតែសិក្សាអំពីពាក្យបច្ចេកទេស terminology ដែលត្រូវប្រើនៅក្នុងការជួញដូរ forex ជាមុនសិនចំណុចនេះវាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកត្រូវយល់ច្បាស់ពីអ្វីដែលអ្នកកំពុងធ្វើមុននឹងចាប់ផ្ដើមជួញដូរការយល់ដឹងពីអត្ថន័យនៃពាក្យបច្ចេកទេសទាំងនេះនិងផលប៉ះពាល់របស់វាគឺជាគន្លឹះសំខាន់ដើម្បីឲ្យអ្នកអាចយល់អំពីទីផ្សារ forex បានកាន់តែច្បាស់អ្នកត្រូវតែដឹងអំពីនិន្នាការទីផ្សារដែលយើងហៅថា trading trend ហ្នឹងជួរតម្លៃទីផ្សារគឺ trading range មុនពេលយើងអាចបង្កើតយុទ្ធសាស្ត្រជួញដូរ trading strategy មួយបានទីផ្សារ forex គឺជាទីផ្សារដែលត្រូវការចំណេះដឹងបច្ចេកទេស technical analysis technical knowledge បាទចំណេះដឹងបច្ចេកទេសនឹងឯងហើយអ្នកមិនគួរចូលជួញដូរទេបើសិនបើអ្នកមិនទាន់បានរៀនអំពីគោលគំនិតសំខាន់ក្នុងការជួញដូរប្រសិនបើអ្នកជ្រើសរើសធ្វើការជួញដូរដោយមិនបានសិក្សាជាមុនទីបញ្ចប់នៃអ្នកនឹងជួបគឺលុយអស់បាទន័យថា empty pocket ភាពតានតឹងនឹងការខកចិត្តជាច្រើនវិធីត្រឹមត្រូវក្នុងការចូលមកទីផ្សារនេះគឺត្រូវធានាថាអ្នកយល់ច្បាស់អំពីអ្វីដែលអ្នកកំពុងកើតឡើងយល់ច្បាស់អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងទីផ្សារហើយវិធីតែមួយគត់ដែលអាចធ្វើឲ្យអ្នកសម្រេចបាននោះគឺការអប់រំនិងសិក្សាពីខ្លួនឯងมันមានផ្លូវកាត់ឡើយក្នុងការជួញដូរ forex អ្នកត្រូវតែរៀនយល់និងអនុវត្តជាបន្តបន្ទាប់ទើបអាចរស់នៅជាមួយក្នុងទីផ្សារនេះបានបាទវាជារឿងពិតជាក់ស្ដែងក្នុងការជួញដូរក៏ដូចជាការប្រឡូកចូលក្នុងវិស័យ forex ចំណេះដឹងគឺជាកត្តាសំខាន់ហេតុអីបាន forex ខុសពីល្បែងយើងអត់ចាំបាច់ទៀមទារៀនអីច្រើនទេបងប្អូនចំណាយរយៈពេលតាម1ម៉ោង2ម៉ោងចេះតែចាក់លើក្រោមគឺបានហើយប៉ុន្តែល្បែងគឺវាតែងតែនាំឲ្យយើងវិនិច្ឆ័យវាផ្ទុយពី forex គឺទាមទារឲ្យយើងសិក្សារៀនសូត្ររយៈពេលយូរមិនមែនមួយថ្ងៃ2ថ្ងៃមួយខែ2ខែបងប្អូនអាចដើរជាមួយវាបានទេគឺសំខាន់បទពិសោធន៍ចូលរាប់ឆ្នាំណាបងប្អូនអញ្ចឹងបានយើងទាមទារនៅចំណេះដឹងជាចម្បងបើសិនបើយើងអត់មានចំណេះជំនាញវាអត់ខុសអីពីការលេងល្បែងទេជាមួយការវិនិយោគការប្រឡូកនៅក្នុងវិស័យ forex នេះចំណេះដឹងគឺជាកត្តាសំខាន់ហើយចំណេះដឹងផ្នែក technical ក៏ដូចជា fundamental នេះគឺជាចំណេះដឹងមួយផ្នែកដែរប៉ុន្តែក៏យើងសិក្សាហើយក៏មិនតាន់គ្រប់គ្រាន់ដែរគឺនៅមានអ្វីដែលយើងត្រូវសិក្សាមានទាំងការគ្រប់គ្រងលើខ្លួនឯងទាំងការយកឈ្នះលើខ្លួនឯងទាំងវិន័យផ្សេងក្នុងការគ្រប់គ្រងតទៅទៀតហើយបើសិនបើយើងចេះច្បាស់ពីវាគឺយើងអាចរស់នៅជាមួយវាបានអស់មួយជីវិតឥឡូវយើងចូលទៅកាន់មេរៀនរបស់យើងបន្តទៀតគឺនៅការជួញដូរ trading trend ហ្នឹងត្រូវបាននិយាយថាកើតឡើងនៅពេលដែលតម្លៃនៅក្នុងទីផ្សារ forex ផ្លាស់ទៅក្នុងទិសដៅតែមួយយ៉ាងជាប់លាប់និន្នាការត្រូវបានគេហៅថា bullish uptrend បាទតែយើងផ្ដោតអារម្មណ៍ trend uptrend យើងត្រូវស្គាល់ចំណុចណាដែលគេហៅថា uptrend ទីទៀតខ្ញុំនឹងបង្ហាញហើយនៅពេលដែលតម្លៃកំពុងឡើងជាបន្តបន្ទាប់ហើយចំណុចចិត្តរបស់អ្នកវិនិយោគមានកម្រិតខ្ពស់និន្នាការត្រូវបានគេហៅថា bearish គឺ down trend
នៅពេលដែលការប្រែប្រួលតម្លៃកំពុងចុះក្រោយជាបន្តបន្ទាប់ហ្នឹងគេហៅថា down trend ពេលណាដែលយើងកំណត់នានាការហ្នឹងបានន័យថាទំនោរទៅណាទំនោរទៅលើយើងហៅថា up trend ទំនោរចុះក្រោមយើងហៅថា down trend ហើយត្រូវចងចាំជានិច្ចថាកម្ពស់តម្លៃ high និងចំណុចទាប low របស់តម្លៃក៏កំពុងផ្លាស់ទីទៅក្នុងទិសដៅដូចគ្នាដោយមានលក្ខណៈជាជំហាន step formation ផងដែរពីចំណុចនេះអ្នកអាចគូសបន្ទាត់គ្រប់គ្រង support ឡើងនៅខាងក្រោមនៃនិន្នាការឡើង up trend គូសបន្ទាត់ទុកស្កាត់ទុកតម្លៃ resistance line នៅខាងលើនៃនិន្នាការចុះ down trend នៅពេលដែលតម្លៃបំបែក break បំបែក resistance ឬក៏ support ហ្នឹងបន្ទាត់ទាំងនេះវាត្រូវបានសន្មតថានិន្នាការនោះបានបញ្ចប់វត្តដាក់របស់វាហើយអាចនឹងចាប់ផ្ដើមបដូរទិស reverse សូមចងចាំថា trend line គឺមានលក្ខណៈអាស្រ័យលើការមើលឃើញរបស់មនុស្ស subjective ប៉ុន្តែវាអាចផ្ដល់ឲ្យអ្នកនៅសញ្ញាល្អៗអំពីកម្រិតតម្លៃទូទៅសម្រាប់ការសម្រេចចិត្តចូលទីផ្សារ entry ដាក់កាត់ខាត stop loss ខាងក្រោមនេះជាឧទាហរណ៍គំនូសតាងដែលបង្ហាញពី up trend និង down trend ជាមួយនឹងបន្ទាត់ support និង resistance ដែលបានគូសជូនអ្នកអូខេចឹងនៅចំណុចនេះយើងមកស្គាល់ពី up trend និង down trend មើលក្នុងបន្ទាត់នេះគឺបន្ទាត់នេះវាបានហក់ឡើងទៅលើដែលជាចំណុច up trend ហើយ support line បានន័យថាគឺជាបន្ទាត់ដែលយើងគូសឆ្លងទៅនៅពេលដែលវាឡើងហើយវាធ្លាក់មកប៉ះ support ហើយវាក៏ឡើងទៅវិញវាធ្លាក់ប៉ះ support វាក៏ឡើងទៅវិញកន្លែងចំណុចនេះហើយដែលវាឡើងអត់ផុតក៏វាចាប់ដើម break down គឺវាធ្លាក់ចុះបងប្អូនហ្នឹងឯងគេហៅថា break trend line break ចុះក្រោមគឺសំណួរពេលដែលវា break អញ្ចឹងវាអាចធ្លាក់ចុះក្រោមខ្លាំងដូចគ្នាដែរនេះគឺជាលក្ខណៈ down trend មកនៅទីផ្សារកំពុងធ្លាក់ចុះព្រោះតម្លៃគឺយើងបានបង្កើតទៅជាពេល down trend អញ្ចឹងគឺវាមានទំនោរ resistance គឺកន្លែងដែលវារត់ប៉ះនេះគឺលើ resistance របស់វាឡើងហើយវាប៉ះកន្លែងនេះគឺធ្លាក់មកវិញប៉ះធ្លាក់មកវិញបន្ទាប់មកពេលដែលវាប៉ះម្ដងទៀតវាបាន break តំបន់ resistance ហ្នឹងវាអាចជាទំនោរឡើងទៅលើវិញបានន័យថាជាសញ្ញាមួយដែលបង្ហាញថាវាអាចបដូរទិសដូច្នេះនៅក្នុងលក្ខខណ្ឌនេះបើសិនបើយើងអាចរងចាំពេលដែលវា break down វានៅចំណុចនេះគឺយើងអាចរកឱកាសទិញលក់នៅចំណុចនេះបានដូចគ្នានេះដែរយើងអាចរងចាំហើយយើងអាចមើលលក្ខណៈ confirm candlestick ទៅតាមអ្វីដែលយើងធ្លាប់សិក្សាមកមានបូកបញ្ចូលគ្នាលក្ខណៈមាន candlestick pattern អញ្ចឹងទៅមាន chart pattern បូកជាមួយនឹង indicator គូផ្សំគ្នាឬហើយនឹងបូកជាមួយនឹងព័ត៌មានទៀតfundamental ទៀតក្នុងនោះយើងអាចវិភាគបានច្បាស់ហើយក៏មានភាគរយច្រើនដែរអញ្ចឹងបានយើងត្រូវទាមទារឲ្យយើងរៀនចេះគ្រប់ជ្រុងជ្រោយពីព្រោះមួយគឺវាមិនសក្រិតទេយើងត្រូវការគួបផ្សំគ្នាទាំងការវិភាគទៅលើ fundamental ទាំងការវិភាគទៅលើ trend line ទៅលើ chart pattern ទៅលើ technical analysis ហ្នឹងគឺលក្ខណៈបច្ចេកទេសហ្នឹងការវិភាគទៅតាមលក្ខណៈបច្ចេកទេសហ្នឹងវាមាន5ចំណុចឯណោះជាយើងបានរៀនបានមួយចំណុចមុនហើយគឺ chart candlestick pattern ឥឡូវនេះយើងមកចូលដល់ trend line មើលពី trend ទៅមុខទៀតយើងនឹងរៀននៅ3ចំណុចបន្តទៀតtrend reversal មានន័យថាសាមញ្ញថាទិសដៅតម្លៃទីផ្សារកំពុងផ្លាស់ប្ដូរឬនិយាយម្យ៉ាងទៀតគឺនិន្នាការជួញដូរ trading trend បានខូចទ្រង់ទ្រាយហើយมันអាចបន្តទៅទិសដៅដើមបានទៀតឧទាហរណ៍នៅក្នុង up trend និន្នាការឡើងតម្លៃបរាជ័យក្នុងការបង្កើតកម្ពុជាថ្មីយូរហើយបន្ទាប់មកតម្លៃចាប់ផ្ដើមបំបែកឆ្លងកាត់កម្រិតគ្រប់គ្រង support level ដែលធ្លាប់គ្រប់គ្រងតម្លៃពីមុនការបរាជ័យបែបនេះបង្ហាញយ៉ាងច្បាស់ថាមានអ្វីមួយបានផ្លាស់ប្ដូរនៅក្នុងទីផ្សារ
ហើយអ្នកជួញដូរត្រូវធ្វើការវិតម្លៃស្ថានភាពឡើងវិញ re evaluation មុននឹងសម្រេចចិត្តបន្តក្នុងពេលដែលការប្រែទិសនេះជាញឹកញាប់នឹងកើតមានទម្រង់គំនូសតាង chart pattern chart pattern យើងអត់ទាន់សិក្សាទេមួយចំនួនដែលគេស្គាល់ជាទូទៅដូចជា double top double bottom triple top ហ្នឹងហើយ triple bottom double top អាចនឹងស្រមៃដូចជាអក្សរ M ធំមួយ double bottom អាចនឹងស្រមៃដូចជាអក្សរ W សង្កេតឃើញថាមានកម្ពស់ឬចំណុចទាំងពីរ triple top triple bottom គ្រាន់តែជាការបន្ថែមកម្ពស់ឬចំណុចទាបមួយទៀតនៅលើទម្រង់ double នោះប៉ុណ្ណោះទម្រង់នេះគឺជាសញ្ញាសំខាន់ដែលបង្ហាញថាកម្លាំងនានាការចាស់កំពុងខ្សោយហើយទីផ្សារអាចនឹងបដូរទិសក្នុងពេលខាងមុខយើងមកមើលពី trading range វិញការជួញដូរ trading range សំដៅលើទម្រង់គំនូសតាងបែបផ្ដេក sideways ឬស្ថានភាពដែលតម្លៃកំពុងប្រមូលផ្ដុំ consolidate អញ្ចឹងទីផ្សារ sideways ហ្នឹងគឺទីផ្សារដែលមិនមែន up trend មិនមែន down trend ដែលវាជាលក្ខណៈទីផ្សារមានសភាពស្ងប់ស្ងាត់គឺវាអត់ដើរខ្លាំងទេវាឡើងចុះបន្តិចតួចហើយមិនមានការឡើងចុះច្បាស់លាស់ក្នុងរយៈពេលមួយយូរជាទូទៅ trading range ហ្នឹងត្រូវបានប្រើដើម្បីពិពណ៌នាអំពីដំណាក់កាលស្ងប់ស្ងាត់មុនពេលនិន្នាការថ្មីចាប់ផ្ដើមដំណាក់កាលនេះក៏ត្រូវបានគេហៅថា building base កំពុងបង្កើតមូលដ្ឋាន consolidate ការបង្រួមតម្លៃការប្រមូលផ្ដុំតម្លៃបានន័យថា trading range គឺជាទីផ្សារ sideways ឬក៏គេហៅថាមួយទៀតថា consolidation ហ្នឹងទីផ្សារហ្នឹងគឺវាស្ងប់ស្ងាត់មែនវាស្ងប់ស្ងាត់អាចរយៈពេលយូរប៉ុន្តែវាអាចនឹងត្រៀមខ្លួនសម្រាប់ធ្វើបន្តដំណើរទៅខ្លាំងអញ្ចឹងណាអាចទៅលើខ្លាំងឬអាចចុះក្រោមខ្លាំងនេះជាសញ្ញាមួយនៅពេលដែលវាដើរ sideways ទៅបន្ទាប់មកវានឹងធ្វើការបង្កើត momentum ខ្លាំងទីផ្សារអាចបុកឡើងខ្លាំងឬបុកចុះខ្លាំងការយល់ដឹងអំពីនិន្នាការបច្ចុប្បន្នមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកវិនិយោគគ្រប់រូបមិនត្រឹមតែសម្រាប់ការវិភាគផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែថែមទាំងដោយសារតែអ្នកជួញដូរជាច្រើនកំពុងមើលទម្រង់ដូចគ្នានេះហើយធ្វើសេចក្តីសម្រេចចិត្តផ្អែកលើវាដែរហេតុនេះហើយបានបង្កើតនៅអ្វីដែលគេហៅថាចិត្តសាស្ត្រមនុស្ស growth mentality ក្នុងការជួញដូរដែលអ្នកអាចមើលឃើញតាមរយៈគំនូសតាងនេះជាមូលហេតុដែលធ្វើឲ្យការយល់អំពី chart formation ការសង្កេតនិងរកឃើញ chart pattern คล้ายជារឿងសំខាន់ខ្លាំងណាស់ដើម្បីជួយអ្នកឲ្យឃើញយល់ថាតម្លៃអាចទៅណាឬមិនទៅណានៅពេលអនាគតសង្ខេបខ្លីៗ trend តម្លៃមានទិសដៅច្បាស់ឡើងឬចុះ range តម្លៃផ្ដេកប្រមូលផ្ដុំមិនទាន់មានទិសដៅrange ជាញឹកញាប់កើតឡើងមុនពេលមាន trend ថ្មីបាទអញ្ចឹងសង្ខេបខ្លីមក trend ហ្នឹងគឺជាសញ្ញាមួយដែលបញ្ជាក់តម្លៃច្បាស់ណាសម្រាប់ឡើងឬចុះបើន័យថា trend ឡើងគឺឡើងហើយ trend ដើមគឺdownហើយសម្រាប់ range ហ្នឹងគឺជាតម្លៃផ្ដេកដែលយើងហៅថា sideways ឬ consolidate ហ្នឹងឯងវាប្រមូលផ្ដុំតម្លៃមិនទាន់មានទិសដៅច្បាស់លាស់ range ហ្នឹងគឺអត់ទាន់មានទិសដៅតាណាច្បាស់លាស់ទេហើយជាញឹកញាប់វាកើតមុនពេលមាន trend ថ្មីហ្នឹងឯងនៅពេលដែលបង្កើតrange ឬយើងហៅថា sideways ឬ consolidate ហ្នឹងវាជាចំណុចមួយបង្ហាញថាទីផ្សារកំពុងតែប្រុងប្រៀបខ្លួនបង្កើត trend ថ្មីហើយណាអញ្ចឹងបើសិននេះយើងចាំឱកាសទៅពេលដែលវាបំបែកថាបំបែកទៅលើឬទៅក្រោមអានេះជាចំណុចដែលយើងអាចកំណត់បាន chart information and pattern អូខេឥឡូវនេះ chart pattern យើងអត់ទាន់ចូលឥឡូវយើងបញ្ចប់ trend ហ្នឹងប៉ុន្តែខ្ញុំនឹងយើងចូលទៅបញ្ជាក់បន្ថែមនៅលើ chart បើយើង chart ផ្ទាល់តែម្ដងយើងទៅមើលពី trend ឥឡូវយើងមកនេះខ្ញុំនឹងធ្វើការគូសជាលក្ខណៈ up trend ឲ្យបងប្អូនយើងមើលកន្លែងនេះយើងគូសជារបៀបនេះណាបាទវាទាញអញ្ចឹងមកនេះគេហៅថាទំនោរ up trend
trend ហ្នឹងគឺវាលក្ខណៈបែបនេះយើងបងប្អូនមើលទៅហើយយើងមើលចំណុចនេះគឺជាចំណុច support ហើយ support ហ្នឹងបានន័យថាវាឡើងហើយប៉ះមកប៉ះ support ហ្នឹងវាឡើងទៅវិញប៉ះ support ហើយវាបុកឡើងទៅវិញប៉ះ support ហើយវាបុកឡើងវិញប៉ះ support ហើយកន្លែងនេះគឺជានេះបងប្អូននេះឃើញវាប៉ះ support ឡើងប៉ុន្តែចំណុចខាងនេះគឺវាប៉ះហើយវាបាន break ចុះណា break ចុះហើយវាបានធ្វើការ confirm ជាមួយនឹង candlestick មួយដែលយើងបានសិក្សាមកហើយហ្នឹងគឺលក្ខណៈរបៀបនេះគេហៅថា candle អ្វីគេបងប្អូនមានចាំទេបាទមានយើងទៅបរិញ្ញាថ្មីនៅចំពោះទី9នៅកន្លែងនេះវាបង្កើតជាបកគោលវែងមួយហើយបង្កើតជា body តូចមួយហ្នឹងឯងគឺលក្ខណៈ bearish pin bar ណា bearish pin bar គឺវាមានជើងទៀនហ្នឹងគឺវែងហើយជើងទៀនខាងចុងនេះគឺខ្លីហើយ body តូចនៅពេលដែលកម្លាំងកំពុងធ្លាក់វាបានទិញឡើងហើយអ្នកលក់បានសម្លុកចុះមកទៀតចូលវាបង្កើតបានជា bearish pin bar មួយបន្ទាប់មកតម្លៃក៏បន្តធ្លាក់វាស្របទៅនឹង trend line របស់យើងដែលវា break បាទ break trend up របស់យើង break នៅតំបន់ support ហ្នឹងវាក៏ធ្លាក់ចុះមកនេះជាលក្ខណៈបច្ចេកទេសបើសិនបើយើងចាប់យកចំណុចហ្នឹងបានគឺយើងមានឱកាសចំណេញដោយសារយើងអាចចូលនៅតំបន់នេះចាំមើលខ្ញុំគូសរបៀប sell ឲ្យបងប្អូនមើលនេះបាទគឺយើងពេលដែលវាបិទ candle នេះគឺយើងអាច sell ពីនេះមកអញ្ចឹងអ្វីដែលយើងត្រូវ stop loss យើងអាចដាក់វាលើតាមនេះយើងអាចទាញមកវាអាចចុះមកដល់តាណាដែលយើងបាទតាមនេះយើងអាច take profit តាមនេះក៏បានទៅមុខក៏បានបាទនេះគឺជាលក្ខណៈ trend up ឥឡូវយើងមកមើល down trend វិញយើងរកមើល down trend ទីផ្សារ down trend គឺលក្ខណៈបែបនេះក៏ជាលក្ខណៈ down trend ដែរណាកន្លែងនេះមួយចាស់កន្លែងនេះភាគច្រើនគឺ down trend វាមាន3កំពូលវាចាប់ពី3កំពូលឡើងទៅយើងអាចចាត់វាជា trend down យើងអាចចេះបានបាទវាមាន3កំពូលនេះបាទធ្លាក់ចុះមកប៉ះធ្លាក់ប៉ះហើយវាក៏បានចាប់ផ្ដើម break នៅកន្លែងនេះឡើងទៅវិញយើងចាប់យកកំពូល3មកយើងគូសរកមើលកំពូល3យើងមកអាហ្នឹងអាច down trend up trend ចាប់ពី3ឡើងអូខេបងប្អូននេះគឺជាវិធីសាស្ត្រក្នុងការមើល up trend down trend ហើយឥឡូវយើងមកមើល sideways ដែលយើងហៅថា range sideways ឬក៏ consolidate ហ្នឹងតើវាមានលក្ខណៈរបៀបម៉េចទីផ្សារមានលក្ខណៈរបៀបម៉េចដែលយើងចាត់ជា sideways ទីផ្សារនេះឡើងចុះច្រើនបាទនេះគឺជាប្រភេទ sideways មើលគឺវាអត់មានបានន័យថាវាអត់មាន movement ខាងយើងមើលកន្លែងនេះអញ្ចឹងវារត់ចន្លោះហ្នឹងឯងគឺវាអត់ទៅណាទេ
anhគេហៅថាទីផ្សារ Five-way ហើយបន្ទាប់មកវាបានធ្វើការ break កន្លែងហ្នឹង break កន្លែងហ្នឹងនេះពេលដែលវាបង្កើត Five-way ឬក៏ consolidate ហ្នឹងគឺជាសញ្ញាមួយដែលវានឹងធ្វើការបង្កើត trend ថ្មីអាចជា trend up ឬក៏ trend down យើងពេលដែលវាធ្វើការ Five-way រហូតមកអញ្ចឹងបងប្អូនមើល Five-way ចេញរហូតមកបន្ទាប់មកទៀតវាក៏ចាប់ផ្ដើម break Five-way ហ្នឹងគឺបង្កើតជាទំនោរ up trend ឡើងបាទនេះគឺជាបង្កើតទំនោរ up trend ឡើងនេះឯងជាសញ្ញាជាសញ្ញាមួយដែលបង្ហាញដែលអាចឲ្យយើងប៉ាន់ស្មានហើយយើងប្រុងប្រៀបទុកជាមុននៅពេលដែលទីផ្សារ Five-way គឺដៅវាត្រូវឡើងឬចុះបាទអរគុណច្រើនបងប្អូនអញ្ចឹងវីដេអូនេះយើងសូមបញ្ចប់ត្រឹមនេះកុំភ្លេចជួយ like share repost ម្នាក់មួយហើយយើងនឹងទទួលបាននៅវីដេអូបន្តនៅពេលក្រោយៗទៀតបាទអរគុណច្រើនជម្រាបលា